Yeah hello សួស្តីអ្នកទាំងអស់គ្នាតែងតែ PVP ចាញ់គេមែនអត់ហើយថ្ងៃនេះខ្ញុំមាន World និង Mod មកចែកជូនអ្នកគ្នាឲ្យដាក់យកទៅ practice ដើម្បីបង្កើតទឹកដៃអ្នកទាំងអស់គ្នាហើយយើងអាចដាក់វាបានទាំង Project Launcher ជាមួយនឹង Mojo Launcher ផងដែរសង្ឃឹមថាអ្នកទាំងអស់គ្នានឹងជួយចិត្តវីដេអូមួយនេះនិងជួយចុច like និង subscribe ឲ្យខ្ញុំម្នាក់មួយផងដែរតោះយើងចូលទៅកាន់ពីរបៀបដាក់ទាំងអស់គ្នា Let's go អូខេជាទីហ៊ានដំបូងនេះខ្ញុំចូលមកកាន់ Mojo Launcher អ្នកទាំងអស់គ្នាមកហើយយើងចូលទៅកាន់ពាក្យថា Open Game Dictionary នោះទាំងអានខុសត្រូវទេយ៉ានេះខ្ញុំចូលមករួចយើងចុច 3 ខាងលើហើយយើងយកពាក្យថាទាញយកនេះគ្នាបន្ទាប់មកអ្នកគ្នា scroll row mode ដែលខ្ញុំដាក់ idol នៅខាងក្រោមក្នុង Telegram របស់ខ្ញុំមកនេះគ្នាយ៉ាបន្ទាប់ពី row mode នឹងឃើញហើយខ្ញុំចុចសង្កត់លើវាជាប់មក mode ចំនួន3ហ្នឹងនេះហើយយើងចុច3ហ្នឹងគេកន្លែងខ្ញុំគូក្រហមហ្នឹងចុចវាហើយយើងយកចម្លងទៅក៏បានផ្លាស់ទៅក៏បានដែររួចយើងចុច 3 ម្ដងទៀតគេកន្លែងពាក្យថាទាញយកហ្នឹងនេះគ្នាយ៉ាកន្លែងខ្ញុំគូក្រហមហ្នឹងបន្ទាប់មកគេចុចលើ Project Launcher ឬក៏ Mojo Launcher ដែលអ្នកទាំងគ្នាលេងហ្នឹងរងថ្ងៃខ្ញុំលេង Project Launcher ចឹងហើយខ្ញុំចុច Project Launcher រួចចុចយក .minecraft ចុចកន្លែង Minecraft នេះគ្នាហ្នឹងបន្ទាប់ពីនេះគ្នាចុចលើពាក្យ Minecraft ហើយនេះគ្នា scroll ទៅរកពាក្យមួយថា mode ជួសថា mode នេះគ្នាហើយយើងចុចលើវាមួយមករួចនេះគ្នាផាសវាកន្លែងហ្នឹងមកឬក៏ច្រឡងហ្នឹងគ្នាយ៉ាផាសវាកន្លែងហ្នឹងគឺវាបានហើយនៅមកដំណាក់កាលទៀតគ្នាចាំមើលតទៀតតោះពីគេបានចុចច្រឡងឬក៏ផាសរួចហើយនេះគ្នានេះមកគេចុចអាត្រេ3កន្លែងទាញយកហើយយើងអូសមកពាក្យ Project Launcher វិញនេះគ្នាចាហើយយើងចូលទៅ .minecraft ដូចគ្នាដែរហ្នឹងហើយយើងចុចពាក្យថាមួយ save នេះគ្នាពាក្យថា save យើងចុចលើវាមួយមករួចយើងបង្កើត folder ថ្មីនេះគ្នាចាប៉ុន្តែខ្ញុំមានអានេះខ្ញុំលុបវាចោលសិនហើយខ្ញុំបង្កើតថ្មីនេះខ្ញុំមើលហើយយើងចុចត្រេ3ហ្នឹងនេះគ្នាចុចអាត្រេ3កន្លែងខ្ញុំគូក្រហមហ្នឹងហើយយើងចុចថា port ថ្មីនេះគ្នាហើយយើងសេទៅនឹងយើងដាក់ឈ្មោះអីដាក់ទៅនេះគ្នាតែខ្ញុំចង់ដាក់ឈ្មោះ sin របស់គេឈ្មោះ bird ស្អីនេះគ្នាខ្ញុំមិនសូវចេះអានដែរយើងចុចពីមកយើងចុចយក pro នេះគ្នាចាហើយយើងប៉ុណ្ណឹងគឺបានហើយនៅតិចទៀតគឺរួចរាល់តែម្ដងហើយនេះគ្នាសេនឹងហើយនេះគ្នាចុចត្រេ3ហើយយើងចូលទៅកាន់ពាក្យថាទាញយកវិញមកនេះគ្នាចាហើយយើង scroll ទៅលើមកWorld ខ្ញុំដាក់ down នៅខាងក្រោមក្នុង Telegram ដូចគ្នានេះគ្នានេះ down វាមកហើយនេះឈ្មោះ the bird practice 1.3 អីហ្នឹងនេះគ្នាហើយយើងចុចជ្រើសរើសទាំងអស់នេះត្រេ3កន្លែងហ្នឹងចុចវាជ្រើសរើសទាំងអស់មករួចយើងចុចវាម្ដងទៀតមកចុចចម្លងទៅឬក៏ផ្លាស់ទៅក៏បានដែរនេះរួចយើងចុចត្រេ3យើងចូលទៅកាន់ Project Launcher វិញដូចគ្នាដោយតាដើមនេះយើងចូលមកកាន់ Project Launcher យើងចូលពាក្យទៅថា save ដល់មួយក្រោយយើងចូលពាក្យថា save ដូចដើមតែនេះចុច save យើងចុចលើ World គ្នាបង្កើតមិញថ្មីហ្នឹងមកហើយយើងចុចចម្លងកន្លែងហ្នឹងមកនេះគ្នាចាតែប៉ុណ្ណឹងគឺបានហើយប៉ុន្តែនេះគេកំតិនចូលលេងនេះគ្នាអង្គុយចាំវាមក play ដើម្បីឲ្យ World វាឲ្យ file ទាំងអស់ហ្នឹងវាដំណើរការសិនហើយខ្ញុំចូលលេងទៅគឺវាអាចដំណើរការវិញហើយអូខេអ្នកនរគ្នាឥឡូវខ្ញុំគឺថាចូលលេងគ្នាមើលមួយចឹងណាចង់ដឹងថាវាដំណើរការឬក៏អត់ពេលចុងចុច single player ហើយយើងចុចយក World យើងបានក្រាស់មិញទៅអស់ច្រឡំដាក់មិញហ្នឹងនេះគ្នាចាហើយចាំវាតិចទៅពេលវាចូលមកដល់នេះគឺវាចេញបែបហ្នឹងនេះគ្នាគឺនេះអាចចូលវាយ PP មួយវាហើយបើសិនជាអ្នកទាំងអស់គ្នាចូលមកអត់ឃើញវា spawn អស់ច្រឡំនេះឃើញវាអត់ឃើញវា spawn ឬក៏ឃើញវា spawn ដែរប៉ុន្តែយើងចូលទៅវាយទៅអត់ជួបវាអត់ឃើញវា spawn មកនេះចុច quick game ឬក៏អូស game ចោលហើយចូលវិញសាដើមមកគឺវាអាចនឹងដើរតែមើលបាទទូរស័ព្ទខ្ញុំគឺទាក់ជួយបាទដឹងបានប្រហែល FPS ទេនេះបើសិនអ្នកទាំងអស់គ្នាមានចម្ងល់អីនេះគ្នាអាចឆាតសួរខ្ញុំបាននៅក្នុង Telegram ដែលនេះគ្នាចូលទៅ download ហ្នឹងនេះគ្នាអរគុណនេះគ្នាចាវីដេអូយើងក៏មានតែប៉ុណ្្នឹងនេះគ្នាជួបគ្នាវីដេអូក្រោយបាយបាយ